thó chỉ tu tứ chỉ phút sa sinh nước có tay để cứ thay đôi bên khi mình dễ khạc đào mình thấy trái từ rô thó từ hồ không vót từ hồ chua bả song rồi chua thó mà cả thất ấy nè chẳng từ từ rô thó cá bứt hai dương ai từ cá rô chua bả song từ cá rô ấyប៉ុន្តែអ្នកមិនអាចទៅរោធរនៅបុគ្គលដែលជាសង្ឃឬក៏ជាធម៌មកថឹកឬក៏ធម៌មីចាទេបាទពុទ្ធសភាវៈធម៌ដែលកើតឡើងដែលខ្ញុំតែងតែប្រើភាសាមួយរោគធរក្នុងកាយរោគបាយនៅក្នុងឆ្នាំងឃើញទេសភាវៈធម៌មិននៅជាមួយអ្នកដតីទេធម៌គឺជាសភាវៈមួយដែលទ្រទ្រង់មានន័យទ្រទ្រង់នៃសកម្មភាពដែលយើងបានដែលយើងមានដែលយើងដឹងដែលអាចយើងបានឧទាហរណ៍សភាវៈធម៌មេត្តាសភាវៈធម៌មេត្តាបើយើងទៅតាមគម្ពីរក្នុងបត្រៃបិដកដែលយើងគិតថាមាន110ក្បាលយើងចែកជា3ចម្ពោះមានវិន័យមានប្រសូតនិងមានអភិធម្មទាំងអស់ហ្នឹងយើងគ្រាន់តែឃើញជាចំណាជាលេខលក្ខអក្សរឬក៏ភាសាជាភាសាបាលីយើងគិតថានោះយើងហៅថាធម៌មិនមែនអញ្ចឹងទេធម៌គឺមិនមែននៅក្នុងกระดาษមិនមែននៅក្នុងវត្តមិនមែនលើផ្ទាំងសិលាមិនមែនលើជញ្ជាំងព្រះវិហារមិនមែនជាលក្ខណៈអញ្ចឹងទេនោះគ្រាន់តែជាសញ្ញាណនៃការសម្គាល់នៃសូរស័ព្ទអាចយើងហៅថាឈ្មោះនៃសភាវៈឈ្មោះនៃសភាវៈប៉ុន្តែភាពសភាវៈមិនមែននៅលើกระดาษហ្នឹងទេភាពដែលជាសភាវៈភាពជាសភាវៈដូចខ្ញុំបញ្ជាក់ខាងដើមហ្នឹងគឺក្នុងកាយឧទាហរណ៍ខ្ញុំនិយាយពីការខឹងជាកំហឹងគេហៅថាទោសៈមោហៈដែលកើតឡើងហ្នឹងកំហឹងដែលកើតឡើងហ្នឹងសួរថាយើងនោះអានោះខឹងតើពាក្យខឹងបើយើងគ្រាន់តែសេឃើញខឹងហ្នឹងយើងទៅជាខឹងកើតទេយើងអត់អាចខឹងកើតទេប៉ុន្តែខឹងដែលអាចកើតឡើងឲ្យគេហៅថាកើតក្រោតនៃកំហឹងឡើងគេហៅតួនៃអកុសលចិត្តវាធ្វើកិច្ចនេះពួកទោសៈនេះវាមានសភាវៈអីមួយដែលកើតឡើងមកហ្នឹងអាហ្នឹងហើយដែលគេហៅថាតួនៃធម៌ដោយថាសេចក្តីប្រកាន់សេចក្តីប្រកាន់មិនមែនចេះតែប្រកាន់គ្រប់ទៅរឿងដែលចិត្តនឹងតោងនឹងសេចក្តីប្រកាន់ទេពេលខ្លះចិត្តនឹងនិយាយធម្មតាដូចមនុស្សខ្លះការជជែកគ្នាការប្រស្រ័យគ្នានិយាយលេងសើចជាមួយគ្នាធម្មតាប៉ុន្តែការជជែកគ្នាហ្នឹងដល់ខណៈនៃចិត្តណាមួយពាក្យប៉ះទង្គិចនៃថូនណាមួយធ្វើឲ្យសភាវៈដែលបុគ្គលណាមួយអាចប្រតិកម្មយើងហៅថាការប្រកាន់ខឹងឬក៏ការប្រកាន់ជាការរីករាយក៏ជាការប្រកាន់ដែរដូចជាការសរសើរដូចជាការអីហ្នឹងប៉ុន្តែភាពឲ្យកើតភាពរីករាយភាពឲ្យកើតការប្រកាន់ខឹងកើតអីហ្នឹងដែលជាសភាវៈដែលកើតឡើងជាមួយសន្តានរបស់យើងហ្នឹងនោះហើយគេហៅថាលក្ខណៈនៃធម៌គេហៅថាសភាវៈធម៌អញ្ចឹងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងឃើញសភាវៈទាំងអស់ហ្នឹងមិនមែនកើតនៅផ្នែកខាងក្រៅទេវាកើតនៅខាងក្នុងកើតខាងក្នុងដែលសភាវៈកើតឡើងជាបច្ច័យបណ្ដាលឧទាហរណ៍ថាពួកអកុសលចិត្តបង្កើតឲ្យជាបច្ច័យបណ្ដាលនៃសកម្មភាពដោយវិច័យកម្មយើងហៅថាអសុរោះពាក្យសម្ដីជេរប្រមាថអីចឹងទៅពាក្យសម្ដីជេរប្រមាថហ្នឹងវាគ្រាន់តែសោនដែលយើងសម្គាល់ទេថានរោអាប្រែតអាថោកអាអញ្ចេះអាអញ្ចោះហ្នឹងយើងសម្គាល់ជាសូទេប៉ុន្តែតម្លៃនៃសភាវៈទាំងអស់ហ្នឹងវាអត់មានជាសភាវៈមួយតម្កល់តាមសូបានទេដែលវាតម្កល់បានទៅលើលក្ខណៈចិត្តរបស់យើងឧទាហរណ៍សភាពក្រៅក្រោតរបស់យើងដែលយើងហៅថាចិត្តយើងនឹងវា deeply of អាសភាវៈធម៌ហ្នឹងអាដាមវាកម្រិតណាវាខឹងខ្លាំងវាខឹងតិចគឺវាដំណើរការជាមួយចិត្តយើងហ្នឹងដែលយើងអាចបង្ហាញឲ្យឃើញទៅតាមកាយកម្មខ្លះឬក៏តាមវិក័យខ្លះយើងគ្រាន់តែដូចថាយើងស្រែកខ្លាំងយើងជេរប្រមាថដូចជាលក្ខណៈថាការប្រមាថជ្រៅជ្រះប្រមាថដល់ខ្លាំងខ្លាអីអញ្ចឹងទៅតាមយើងហៅថាតាមកម្លាំងនៃសភាវៈដែលវាបណ្ដាលមកប៉ុន្តែអាខាងក្រៅហ្នឹងមិនមែនជាតួធម៌ទេគ្រាន់តែជាហេតុទេគ្រាន់តែជាហេតុពីអាសភាវៈដែលបណ្ដាលនៅក្នុងមនុស្សនឹងឯងទេបណ្ដាលរហូតដល់វាយរហូតដល់សម្លាប់នឹងក៏ដោយលោកីអត្តារស់នៅក្នុងសេចក្តីប្រកាន់នឹងហើយបានតែពិភពលោកសពថ្ងៃឃើញការប្រកួតប្រជែងគ្នាប្រទេសអញប្រទេសគេប្រទេសយើងអញ្ចឹងប៉ុន្តែដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងវាអត់ខុសទេនៅក្នុងក្របខ័ណ្ឌហ្នឹងយើងមិនអាចធ្វើឲ្យទៅពិភពលោកទាំងមូលមនុស្សទាំងមូលមនុស្សពេញផែនដីក្នុងពិភពលោកជាង 8,000 លាននេះវានៅក្នុងលក្ខណៈសភាវៈជា unit តែមួយវាអត់បានព្រោះធម្មជាតិហ្នឹងវាអញ្ចឹងមកហ្មងធម្មជាតិហ្នឹងនៅលើលោកីនេះមានតែពីរពួកគេហៅបើយើងនិយាយពួកធម៌ជាកុសលនិងពួកធម៌ជាអកុសលវាអាចមានពួកអាជាកតាធម៌ដែរប៉ុន្តែវាស្ទើរតែគ្មានបើ
ពួកអកុសលនិងអជាកុសលហ្នឹងគឺជាធម៌ដែលជាសត្រូវនឹងគ្នាហ្មងគឺសភាវៈហ្នឹងហើយសភាវៈនេះមិនមែនគ្រាន់តែឃើញក៏ភ្លើងបាញ់មីស៊ីលដូចថៃរំលោភបំពានដីខ្មែរវាប្រើ F16 វាប្រើអីបាញ់យើងប្រើ M21 អីនេះផ្លោងទៅផ្លោងមកហ្នឹងគ្រាន់ជាដំណើរនៃកម្លាំងដែលបង្ហាញទេដែលបង្ហាញតួជាការលោភៈយើងការពាររបស់យើងក៏ជាផ្នែកមួយនៃការការពារនៃការផ្នែកលោភៈដែរព្រោះយើងមិនចង់ឲ្យបាត់បង់មកឆ្លៀនពៀនយើងនោះក៏ជាផ្នែកមួយនៃលោភៈដែរឃើញទេសិតតែពួកធម៌ប៉ុន្តែនៅក្នុងសភាវៈដែលយើងរស់នៅដែលជាលោកីអត្តានេះវាត្រូវតែការពារព្រោះយើងនៅតែមានអត្តារបស់យើងហ៎មានតួខ្លួនយើងហ៎មានតួជាប្រទេសយើងហ៎អញ្ចឹងយើងអាចថាជាកំណត់នៃបុព្វហេតុដើម្បីជាលោកីអត្តានឹងតែបើដំណើរពិភពលោកនេះវាឆ្ពោះទៅលោកីអនត្តាទាំងអស់វាប្រសើរនោះសុខសន្តិភាពពិភពលោកទាំងមូលមិនបាច់មានកសាងផលិតសភាវុធអីទេ